ចាជំរាបសួរបងប្អូនថ្ងៃនេះបងវាយអារម្មណ៍បងប្អូនមកមើលអំពីទស្សនវិជ្ជាទាំងស្រុងនៅសួនសម្ដេចតេជោទីក្រុងបាត់ដំបងសួននេះគឺជាសួនមួយដែលប្រជាពលរដ្ឋយើងនាំគ្នាមកហាត់ប្រាណដែលមានជាការរាំក៏ដូចជាការដើរការរត់ដើម្បីសុខភាពមិនត្រឹមតែប៉ុណ្ណោះវាមានឧបករណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋយើងមកធ្វើលំហាត់ប្រាណកន្លែងលេងកម្សាន្តសម្រាប់ក្មេងៗហើយខាងនោះគឺជាមុខវេទិកាអុំទូកអញ្ចឹងខេត្តបាត់ដំបងមានការប៉ណ្ណាំងទូកជារៀងរាល់ឆ្នាំដែរហើយដល់ពេលដែលប៉ណ្ណាំងទូកម្ដងហ្នឹងគឺមានប្រជាពលរដ្ឋច្រើនមកទស្សនាអូខេឥឡូវយើងធ្វើដំណើរតាមមាត់ស្ទឹងដងស្ទឹងសង្កែយើងដែលដងស្ទឹងសង្កែយើងពេលនេះទឹកយ៉ាងច្រើនបន្តិចមានតែអ្នកហែលទឹកមានអីចឹងទៅពួកគាត់ក៏នាំគ្នាហែលទឹកដែលមានជាពាក់អាវពោងហើយអីដើម្បីសុខភាពរបស់ពួកគាត់ផងហើយដើម្បីជាការកំសាន្តរបស់ពួកគាត់បន្ថែមទៀតអូខេយើងធ្វើដំណើរមើលទស្សនវិជ្ជាទាំងស្រុងដែលយើងមើលពីត្រើយខាងលិចទៅយើងឃើញមានអគារដែលអគារចាស់នោះគឺអគារនៅក្បែរផ្សារណាត់ហ្នឹងអគារចំនួនសម័យអាណានិគមបារាំងហើយមានជាស្ថានភាពមានជាកន្លែងរមណីយដ្ឋានសម្រាប់យើងហូបចុកផ្សេងហើយជាពិសេសគឺយើងឃើញមានប្រជាពលរដ្ឋយើងគាត់រត់ហាត់ប្រាណដើម្បីសុខភាពហើយតាមនឹងមានការលក់ជីទឹកលក់អីហូរហែចឹងទៅសម្រាប់ឲ្យអ្នកហាត់ប្រាណពេលដែលគាត់ភ្លេចច្រកទឹកពីផ្ទះទៅគាត់អាចហូបទឹកនឹងបានអូខេនេះគឺទស្សនវិជ្ជាទាំងស្រុងដែលតាមផ្លូវហ្នឹងយើងឃើញថាស្អាតមែនទែនមានលក្ខណៈ clean តែម្ដងហើយមានដាំឈើប៉និតហូរហែដើម្បីជាម្លប់និយាយរួមទៅទីធ្លានេះគឺទៅមិនសាងសង់ហើយដែរទេប៉ុន្តែការសាងសង់នៅក្រៅនេះយើងឃើញថាស្អាតមានលក្ខណៈស្អាតមែនទែនអ្នកដែលរស់នៅទីក្រុងបាត់ដំបងគឺគាត់គេថាអត់បានទេណាដឹងហើយយើងងើបមិនទាន់ដល់ចាំទឹកទៅបាត់លើអញ្ចឹងណានៃពីការងារគាត់នាំគ្នាមករត់ហាត់ប្រាណគាត់នាំគ្នាមករួមដើម្បីសុខភាពនិយាយរួមទៅគឺថាប្រជាជនយើងរាល់ថ្ងៃនេះក៏ស្រឡាញ់សុខភាពគាត់ថាសុខភាពច្រើនមែនទែនដោយយកការហាត់ប្រាណគឺជារឿងដ៏សំខាន់ហើយយើងឃើញថាអាកាសធាតុថ្ងៃនេះវាអំណោយផលដែរបីជាទុំផ្ដល់នូវភាពត្រជាក់ត្រជុំហើយមានពេលខ្លះមានរលឹមតិចតែมันជាបញ្ហាมันជាឧបសគ្គអីទេសម្រាប់ការធ្វើដំណើរនេះបន្ទាប់ពីយើងញ៉ាំអីហើយយើងនាំគ្នាមកដើរហាត់ប្រាណហាត់ប្រាណដើម្បីបញ្ចុះកាឡូរីខ្លះប៉ុន្តែការញ៉ាំរបស់យើងរៀងច្រើនដែរអញ្ចឹងហាត់ប្រាណប៉ុណ្ណេះយើងមិនអាច